ឯកឧត្តមចៅស៊ីជឿនអគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាត្រូវបានតែងតាំងជាប្រធានប្រតិភូដឹកនាំកីឡាករជម្រើសជាតិផ្នែកកីឡាទូកកានូនិងកាយ៉ាក់ចំនួន4នាក់ហោះទៅបំពេញទស្សនកិច្ចជាផ្លូវការនិងវឹកហាត់បង្កើនគុណភាពបច្ចេកទេសនៅប្រទេសប៉ូឡូញចាប់ពីថ្ងៃទី2ដល់ថ្ងៃទី12ខែកក្កដាឆ្នាំ2026ខាងមុខនេះមុនការចេញដំណើរនៅក្នុងពិធីសម្ដែងសម្ដាននិងប្រគល់ថវិកាឧបត្ថម្ភការពីពេលថ្មីៗនេះឯកឧត្តមសរសិទ្ធិរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានទី2នៃសហព័ន្ធបានផ្ដល់អាណសាសន៍និងការលើកទឹកចិត្តដល់ក្រុមប្រតិភូដែលដឹកនាំដោយឯកឧត្តមចៅស៊ីជឿនព្រមទាំងកីឡាករទាំងអស់ឲ្យខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តពីការវឹកហាត់នៅក្រៅប្រទេសលើកនេះនៅក្នុងបេសកកម្មដ៏សំខាន់នេះឯកឧត្តមសរសិទ្ធិបានក្រើនរំលឹកដល់កីឡាករទាំង4នាក់ក្រោមការគ្រប់គ្រងរបស់ឯកឧត្តមចៅស៊ីជឿនថាត្រូវតែគោរពវិន័យសីលធម៌ឲ្យបានល្អខ្ជាប់ខ្ជួននិងយកចិត្តទុកដាក់ស្ដាប់ការពន្យល់របស់គ្រូបង្វឹកបរទេសដើម្បីដុសខាត់សមត្ថភាពត្រៀមលក្ខណៈសម្បត្តិសម្រាប់ព្រឹត្តិការណ៍ប្រកួតអន្តរជាតិនានាដំណើរទស្សនកិច្ចរបស់ប្រតិភូដឹកនាំដោយឯកឧត្តមចៅស៊ីជឿននៅពេលនេះធ្វើឡើងតាមការស្នើសុំពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញក្នុងគោលបំណងរឹតចំណងមិត្តភាពជំរុញវិស័យទេសចរនិងកីឡាលើទឹកក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍រវាងកម្ពុជានិងប៉ូឡូញលើការងារអភិវឌ្ឍសមត្ថភាពកីឡាករយុវជនចំពោះការស្នាក់នៅនិងធ្វើដំណើរក្នុងបេសកកម្មរយៈពេល11ថ្ងៃនេះគឺកញ្ចប់ថវិកាទាំងមូលជាបន្ទុករបស់សសយករាជធានីភ្នំពេញដោយឡែកឯកឧត្តមចៅស៊ីជឿននិងកីឡាករទាំង4នាក់ក៏ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានសហព័ន្ធកីឡាទូកដោយបានឧបត្ថម្ភប្រាក់ហោប៉ៅជូនដល់ប្រតិភូទាំង5នាក់តាមរយៈកញ្ចប់ថវិកាទ្រទ្រង់ប្រចាំឆ្នាំ2026របស់សហព័ន្ធផងដែរនេះជាឱកាសដ៏មានតម្លៃមួយសម្រាប់សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាក្រោមការសម្របសម្រួលនិងដឹកនាំផ្ទាល់របស់ឯកឧត្តមចៅស៊ីជឿនក្នុងការនាំយកបច្ចេកទេសថ្មីៗពីប្រទេសប៉ូឡូញមកអភិវឌ្ឍវិស័យកីឡាលើទឹករបស់កម្ពុជាឲ្យកាន់តែរីកចម្រើននិងមុតស្រួចបន្ថែមទៀតនៅលើឆាកអន្តរជាតិ AMS Sport ដើម្បីកីឡា